នៅក្នុងវ័យ20ទៅ30ឆ្នាំជាវ័យដែលពិបាកបកក្រោយមែនទែនសូមចំណាយពេលវេលានៅក្នុងវ័យមួយនេះឲ្យមានតម្លៃបំផុតសម្រាប់ជីវិតសម្រាប់គ្រួសារសម្រាប់មុខរបររបស់យើងអាយុ20ទៅ30ឆ្នាំធ្វើអីគឺត្រូវធ្វើឲ្យច្បាស់ដល់វ័យនេះជាវ័យដែលមានអម្រែកធំមែនទែនដែលយើងត្រូវទទួលខុសត្រូវហើយចាប់អីសូមចាប់ឲ្យច្បាស់ការងារដែលយើងធ្វើត្រូវតែមានចំណូលចិញ្ចឹមខ្លួនឯង